បងប្អូនក្រោយបាត់មុខជិត2ឆ្នាំទីបំផុតឃីមឌីម៉ាបានវិលត្រឡប់មកវិញហើយបន្ទាប់ពីខកខានប្រកួតនិងឃ្លាតពីសាវៀនប្រដាល់ជិត2ឆ្នាំអ្នកប្រដាល់ដែលទស្សនិកជនដាក់រហស្សនាមឲ្យថានាគខ្មៅខេត្តបន្ទាយមានជ័យឃីមឌីម៉ាបានវិលត្រឡប់មកសាវៀនសាជាថ្មីហើយនេះបើតាមការបង្ហោះរបស់ឃីមឌីម៉ាដោយឌីម៉ាបានបញ្ជាក់យ៉ាងខ្លីថាចាប់ផ្ដើមជាថ្មីលើវិថីឈឺសាច់ការវិលត្រឡប់សារជាថ្មីរបស់ឃីមឌីម៉ានៅពេលនេះអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះការវិលត្រឡប់របស់កីឡាករចាស់វស្សារូបនេះដោយពួកគេលើកឡើងថាការបង្ហាញខ្លួនរបស់ឌីម៉ានៅពេលនេះគឺជារឿងល្អព្រោះបានបង្ហាញក្បាច់គុណដល់ក្មេងៗជំនាន់ក្រោយបានឃើញម្យ៉ាងវិញទៀតក៏បានជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ផងដែរសូមបញ្ជាក់ថាឌីម៉ាគឺជាកីឡាករចាស់វស្សាមួយរូបគេបានច្បាមប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រតែគួរឲ្យសោកស្ដាយដោយសារតែបញ្ហារបួសជង្គង់ធ្វើឲ្យរូបគេបាត់មុខនិងឃ្លាតពីសាវៀនប្រដាល់ជិត2ឆ្នាំទើបតែបង្ហាញខ្លួនសារជាថ្មីនៅពេលនេះ